សួស្តីអ្នកគ្នាវីដេអូថ្ងៃនេះខ្ញុំនឹងមកប្រៀនអ្នកគ្នារបៀបរក blue gear ដើម្បីឲ្យយើងអាចរក blue gear បានយ៉ាងងាយស្រួលយើងត្រូវប្រើ skip 2ដែល skip ទី1គឺជា skip hop server skip មួយនេះអ្នកគ្នាអញ្ចឹងអ្នកគ្នាចុច copy skip នឹងមួយមកហើយ skip ទី2គឺជា skip banana អ្នកគ្នាអស់មកលើមកនេះគឺជា skip មួយនេះអញ្ចឹងអ្នកគ្នាចុច copy វាដែរមកអញ្ចឹងយើងចូលទៅក្នុង game វិញធ្វើការបើក skip hop server ចំពោះ skip hop server នេះគឺពិតជាល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាដែល skip មួយនេះគឺវាមាន server ជាច្រើនដែលបំពេញតម្រូវការផងយើងមានដូចជា server full moon ដែលជួយឲ្យយើងអាចធ្វើ V4 បានលឿនដោយមិនចាំបាច់ចំណាយពេលចាំហើយនឹង server មួយទៀតគឺជា server color haki ដែលឲ្យយើងអាចទៅរក legendary haki បានហើយ server ដែលយើងត្រូវការដើម្បីរក blue gear គឺជា server មួយនេះ server ហ្នឹងគឺវា spawn ជាមួយនឹង island ហើយ island ដែលយើងចង់បាននោះគឺជា Mirage Island អញ្ចឹងយើងធ្វើការចុចទៅលើ Mirage Island មកបន្ទាប់មកវានឹងធ្វើការ hop server ទៅក្នុង server ដែលមានកោះ Mirage spawn អញ្ចឹងយើងបើកទៅលើ skip banana យើងមកអញ្ចឹងវានឹងធ្វើការ auto ទៅរកកោះ Mirage ឥឡូវយើងធ្វើការចុចបើកទៅលើ skip ផងយើងមកហើយកន្លែងនេះឃើញជាមួយនឹងកោះ Mirage load crease ចាំមានន័យថាក្នុង server ហ្នឹងមានកោះ Mirage spawn ខ្ញុំភ្លេចប្រាប់អ្នកគ្នាដើម្បីឲ្យវា auto ចឹងបានយើងត្រូវបើកជាមួយនឹង option 2នេះអញ្ចឹងយើងចុចកន្លែង upgrade rest បន្ទាប់មកយើងអូសវាចុះមកក្រោមយើងចុចបើកជាមួយនឹង option 2ក្រោមនេះមកអញ្ចឹងគឺវា auto បែបហ្នឹងហើយអ្វីដែលយើងត្រូវធ្វើនោះគឺយើងអង្គុយចាំវាហោះទៅដល់កោះ Mirage អញ្ចឹងនៅពេលដែលវាហោះទៅដល់កោះ Mirage ហើយវានឹងធ្វើការហោះទៅរកកន្លែងណាដែលខ្ពស់ជាងគេនៅក្នុងកោះ Mirage ហ្នឹងដើម្បីងាយស្រួលក្នុងការយើងសម្លឹងទៅមើលប្រច័ណ្ឌអញ្ចឹងហើយខ្ញុំដល់កោះ Mirage នេះគឺពេលថ្ងៃឥឡូវខ្ញុំធ្វើការដើរមើលកោះនេះលេងសិនហើយកន្លែងនេះគឺកោះនេះគឺថា despawn បាទគឺសាំមែនតើឥឡូវខ្ញុំ reset hop server ទៅ server ថ្មីមួយទៀតចឹងពេលដែលវាហមមកដល់ server ថ្មីឯអ្នកគ្នាគាត់ចុចបើកទៅលើ skip banana ទៅវានឹង auto ទៅរកកោះ Mirage ហើយយើងគាត់អង្គុយចាំវាមកស្ទុះតម្រាំតែវាហោះទៅដល់កោះ Mirage អញ្ចឹងពេលដែលវាមកដល់កោះ Mirage ហើយគឺយើងអត់មានអីត្រូវធ្វើទៀតទេគឺយើងអង្គុយផឹកកាហ្វេមើលវាទៅគឺអ្នកគ្នាមើលវាក្នុងវីដេអូទៅខ្ញុំជឿរាប់ច្រើនណាគឺអត់មានអីត្រូវគួររេរាប់ហ្នឹងអញ្ចឹងពេលដែលប្រច័ណ្ឌវាប្រខៀវវាហត់ទៅយក blue gear គឺងាយស្រួលខ្លាំងមែនតើអ្នកគ្នាចំណាយពេលមក plan បាន blue gear អញ្ចឹងវាមកកន្លែង ancient clock នេះបន្ទាប់មកវាបើកច្រឡំ temple of time ហើយវាបើកកន្លែង pull away auto ដល់អ្នកគ្នាកប់ស្រីហើយវីដេអូយក blue gear របស់យើងគឺមានតែប៉ុណ្្នឹងអ្នកគ្នាងាយស្រួលហ្នឹងអញ្ចឹងបើសិនអ្នកគ្នាចូលចិត្តវីដេអូបែបអញ្ចឹងអ្នកគ្នាកុំភ្លេចចុច like subscribe បើកសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំធ្វើវីដេអូចែកជូនអ្នកគ្នាទស្សនាបន្តទៀតហើយយើងនឹងជួបគ្នានៅវីដេអូក្រោយព្រានអ្នកគ្នាយក V4 ធ្វើម៉េចឲ្យវាយឈ្នះគេបាយអ្នកគ្នា